បងស្រីជាអ្នកណានឹងកុំមាត់អីប្អូនស្រីតើប្អូនណាត្រូវព្រះអង្គម្ចាស់ផ្សាណយចាប់យកមកធ្វើជាព្រះស្នំមែនទេពិតមែនហើយបងស្រីជួយខ្ញុំផងខ្ញុំចង់ទៅជួបប្តីខ្ញុំវិញណាប្អូនដឹងហើយក្នុងព្រះបរមរាជវាំងនេះព្រះអង្គម្ចាស់ផ្សាណយទ្រង់មានអំណាចខ្លាំងណាស់ដូចនេះមុននឹងយើងធ្វើអ្វីមួយត្រូវគិតឲ្យបានច្បាស់លាស់តើនេះបងស្រីជួយខ្ញុំបានមែនទេបងមិនធានាថាបងអាចជួយប្អូនបានទេក៏ប៉ុន្តែពេលដែលព្រះអង្គម្ចាស់ផ្សាណយទ្រង់យើងចេញទៅខាងក្រៅព្រះបរមរាជវាំងបងអាចបង្ហាញផ្លូវអូនឲ្យចេញពីទីនេះបានបើអញ្ចឹងខ្ញុំអរគុណច្រើនហើយបងស្រីមិនអីទេអូនក៏ប៉ុន្តែពេលនេះអូនប្រញាប់ផ្លាស់ប្ដូរសម្លៀកបំពាក់សិនទៅកុំឲ្យព្រះអង្គទ្រង់ពិភ័យរឿងនេះឲ្យសោះចាស់បងបន្លែស្រស់ស្រស់ញ៉ឹងទឿហើយឯមករេរអីនៅនឹងប្រហែលថ្ងៃនេះដូចជាមិនដែលឃើញបងម៉ាក់ធើមកលក់នៅផ្សារមែនអត់នាងម៉ៅលោកបងម៉ាក់ធើអត់មកលក់នៅផ្សារទេហើយវាតាក់តងអីជាមួយឯងគ្មានអីតាក់តងនឹងយើងទេគ្រាន់តែយើងឆ្ងល់ហ្នឹងណាអីញ៉ឹងទឿហើយឯងទើបតែមកពិភពណាបានជាមិនដឹងខ្យល់អីសោះអញ្ចឹងគឺចាប់ពីថ្ងៃដែលព្រះអង្គម្ចាស់ផ្សាណយចាប់ប្អូនមើលជើងយកទៅព្រះបរមរាជវាំងណាលោកបងម៉ាក់ធើឈឺចិត្តស្អិតទ្រូងអញ្ចឹងហើយទើបគាត់អត់មកលក់ដូរនៅផ្សារហ្នឹងណាព្រះអង្គម្ចាស់ផ្សាណយចាត់នាងមើលជើងទៅព្រះបរមរាជវាំងអេញ៉ឹងទឿមនុស្សឲ្យពេញភូមិគេនាំគ្នាកាត់ទុកហើយមិនបាត់ឯងនេះសប្បាយចិត្តអញ្ចឹងមិនឲ្យយើងសប្បាយចិត្តយ៉ាងម៉េចពេលនេះបងម៉ាក់ធើកំពុងតែឯការរងាបបេះដូងអញ្ចឹងហើយយើងទៅផ្ទះបងម៉ាក់ធើហើយណាអេញ៉ឹងទឿហើយអញទៅណាយើងប្រាប់ហើយថាយើងទៅផ្ទះបងម៉ាក់ធើយើងទៅហើយយ៉ាប់ណាស់នឹងទឿនេះអ្នកម៉ៅនាងទឿទៅណាហូយនាងទឿប្រហែលជាទៅផ្ទះរបស់លោកបងម៉ាក់ធើហើយព្រោះវាឮខ្ញុំនិយាយថាប្អូនមើលជើងត្រូវចាប់យកទៅព្រះបរមរាជវាំងលោកបងម៉ាក់ធើនៅផ្ទះតែម្នាក់ឯងអញ្ចឹងវាប្រកាសជាទៅអូសកាឡាលោកបងម៉ាក់ធើជាមិនខាននាងទឿនេះគ្មានដឹងអីមែនលោកបងម៉ាក់ធើកំពុងតែពិបាកចិត្តចាំមើលទៅដល់ប្រកាសជាទៅឆ្លងរបស់លោកបងម៉ាក់ធើជាមិនខានចាខ្ញុំក៏គិតអញ្ចឹងដែរបងម៉ាក់ធើហាត់អីក៏បងនៅម្នាក់ឯងអញ្ចឹងឲ្យខ្ញុំសុំអង្គុយកន្លែងនេះបានអត់មិនអីទេទោះបងមិនឲ្យអង្គុយក៏ខ្ញុំអង្គុយដែរបងម៉ាក់ធើបងឈប់ពិបាកចិត្តទៅខ្ញុំបានដឹងរឿងអស់ហើយអូនមើលជើងប្រហែលជាមិនមែនគូនឹងបងទេអញ្ចឹងហើយបងគួរតែសប្បាយចិត្តពីព្រោះបានឃើញអូនមើលជើងខ្ពស់មកខ្ពស់មាត់នោះអីអូយខ្ញុំនិយាយអីខុសមែនទេបងម៉ាក់ធើបើបងក្រំគ្រារងាដួងចិត្តណាអូនទឿអាចកំដរបងបានហើយប្អូនទឿបងគ្មានពេលនិយាយលេងសើចជាមួយប្អូននោះទេប្អូនមកពីកន្លែងណាទៅកន្លែងនឹងវិញទៅខ្ញុំមកពីដើមពោធិ៍ខាងនោះហ្នឹងណាបងចង់ឲ្យខ្ញុំទៅវិញមែនទេអូយបងម៉ាក់ធើបងចង់ជេរខ្ញុំមែនបងមិនបានជេរប្អូនទេនេះប្អូនដូចជាជ្រុលហួសហេតុពេកហើយអូយប្រអក្រក់គេខំមកលួងចិត្តខំមកស្អំបេះដូងឲ្យហើយហ្នឹងណាដេញគេទៅវិញទៀតអូនឆាប់ទៅហើយដេញមែនអីបងចង់នៅម្នាក់ឯងអូយទៅក៏ទៅដែរបងម៉ាក់ធើតើពេលនេះបងសុខទុក្ខយ៉ាងណាហើយតើបងមាននឹកខ្ញុំទេខ្ញុំនឹកបងស្ទើរស្លាប់ហើយខ្ញុំចង់ទៅជួបបងប៉ាងកាយាពេលនាងស្លៀកពាក់បែបនេះពិតជាស្រស់ស្អាតមែនក្របពេជ្រដែលធ្លាប់ធ្លាក់ចូលក្នុងភក់ជ្រាំឥឡូវនេះត្រូវបានមានពលឺចែងចាំងវិញហើយព្រះអង្គខ្ញុំម្ចាស់ពិតជានឹកដល់ប្តីខ្ញុំម្ចាស់ណាព្រះអង្គម្ចាស់តើខ្ញុំម្ចាស់សូមទៅជួបប្តីខ្ញុំជាលើកចុងក្រោយបានទេអើយកុំរំលឹកឈ្មោះតាកាចាស់នោះឲ្យយើងឮទៀតប៉ាងកាយាអូនដឹងហើយថាបងសពប្រតិនឹងអូនយ៉ាងណាបើសិនជាអូនមិនជំទាស់នឹងបំណងរបស់បងអូនចង់បានអ្វីគឺអូននឹងបានក៏ប៉ុន្តែបើសិនជានាងជំទាស់នឹងបំណងរបស់យើងប្តីរបស់នាង
នឹងត្រូវស្លាប់គ្មានដីកប់ជាពុំខាន បងនិយាយលេងជាមួយអូនតើអូនណាស់កំភៃអី ចាប់ពីថ្ងៃនេះតទៅគ្មានអ្នកណាហ៊ានមើលងាយមើលថោកអូនឡើយ អូនមើលជើងតើពេលនេះអូនសុខទុក្ខយ៉ាងណាហើយបងនឹកអូនណាស់ លោកបងម៉ាក់ថើង ប្អូនម៉ៅប្អូនកានតើចុះហេតុអីបានជាប្អូនមកផ្ទះបងទាំងយកអត្រាតអញ្ចឹង ពួកខ្ញុំមកសួរសុខទុក្ខលោកបងនោះអីលោកបងកុំពិបាកចិត្តពេកអីពួកយើងមានឋានៈតូចទាបណាស់មិនអាចប្រឆាំងនឹងព្រះអង្គម្ចាស់ផ្សារណយបានឡើយមែនហើយលោកបងបើលោកបងនៅតែការទុកបែបនេះទៀតច្បាស់ជាធ្លាក់ខ្លួនឈឺជាមិនខាន បងអរគុណពួកប្អូនច្រើនហើយដែលបាននាំគ្នាមកសួរសុខទុក្ខបងតែបងមិនអាចកាត់ចិត្តបានទេពេលនេះអូនមើលជើងមិនដឹងជាសុខទុក្ខយ៉ាងណាទេនៅព្រះបរមរាជវាំងនោះ លោកបងកុំបារម្ភពេកពួកយើងបានពិភាក្សាគ្នារួចហើយថានឹងធ្វើដំណើរទៅរាជវាំងដើម្បីដាក់ពាក្យប្តឹងទៅព្រះបាទព្រហ្មទត្ត នេះគឺជារឿងរបស់បងទេបងមិនចង់ឲ្យពួកប្អូនលំបាកដោយសារបងឡើយ អូយលោកបងម៉ាក់ថើងប្រៀបដូចជាសាច់ញាតិរបស់ពួកយើងអញ្ចឹងបើលោកបងកំពុងតែកាត់ទុកតើឲ្យពួកយើងនេះរស់នៅសោយសុខបានយ៉ាងម៉េចទៅថ្ងៃស្អែកនេះពួកយើងនឹងធ្វើដំណើរទៅរាជវាំងជាមួយនឹងលោកបងទាំងអស់គ្នា បងពិតជាអរគុណនៅសដានចិត្តរបស់ពួកប្អូនច្រើនណាស់បងជឿថានៅលើโลกនេះប្រកាសជាមានភាពយុត្តិធម៌ មែនហើយលោកបងនៅលើโลกនេះយុត្តិធម៌ត្រូវតែមាន បងស្រីនេះបងស្រីមកយកខ្ញុំចេញពីរាជវាំងមែនទេបង កុំមាត់អូនពេលនេះព្រះអង្គទ្រង់យាងចេញទៅខាងក្រៅហើយប្អូនណាកុំទាន់តឹកហល់ធ្វើអ្វីនេះអូនឆៃជួយបឺតហ្វាសិនទៅ ខ្ញុំអរគុណច្រើនហើយបងនេះគឺជាជ្រួយបឺតហ្វាឆ្ងាញ់ ហើយនេះគឺជាជ្រួយបឺតកូកូអេឈីឆ្ងាញ់ជ្រួយបឺតកូកូអេឈីនិងជ្រួយបឺតហ្វាគឺជាផលិតផលរបស់ក្រុមហ៊ុនសេងហួតហ្វាហ្វូដផលិតឡើងតាមស្តង់ដារមានអនាម័យខ្ពស់រសជាតិឆ្ងាញ់ ថែមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្តង់ដារគុណភាពទៀតផងចាហួយបឺតហ្វារសជាតិទំពាំងបញ្ជូរនិងរសជាតិក្រូច ចាហួយបឺតកូកូអេឈីរសជាតិផ្លែប៉ែនិងរសជាតិស្វាយហើយរសជាតិណាក៏ឆ្ងាញ់ តែត្រូវចំណាំចាហួយបឺតហ្វាត្រូវតែមានអក្សរអង់គ្លេសដាក់ថាហ្វានៅទីនេះ ហើយចាហួយបឺតកូកូអេឈីត្រូវតែមានអក្សរអង់គ្លេសដាក់ថាកូកូអេឈី ចាបងស្រី ថប់សិនតើពួកឯងគឺជាអ្នកណាហេតុអីក៏មានអាកប្បកិរិយាលឿបលឿបបែបនេះ គឺពួកខ្ញុំជាភីលៀងត្រូវយកក្រយ៉ាទៅថ្វាយព្រះស្នំប៉ាងគីយ៉ាទើបលោកម្ចាស់ឃើញពួកខ្ញុំនៅទីនេះ អញ្ចឹងទេហ៎បើអញ្ចឹងពួកនាងទៅចោះ តោះយើង ថប់សិនអើយនាងហ៊ានកុហកយើងផងណា ព្រះអង្គម្ចាស់ តើនាងចង់នាំប៉ាងកិយាទៅណា ព្រះអង្គដោយសារតែខ្ញុំម្ចាស់នឹកប្តីរបស់ខ្ញុំម្ចាស់ពេកទ
ទៅខ្ញុំម្ចាស់ឲ្យបងស្រីជួបខ្ញុំម្ចាស់ទៅ ប្រហិននាងហ៊ាននាំប៉ាងកិយាចេញពីព្រះរាជវាំងផងហ៎ ព្រះអង្គខ្ញុំមិនចាំមិនបានគិតបែបនេះទេ យើងឃើញផ្ទាល់ក្នុងភ្នែកហើយនាងនៅហ៊ានប្រកែកទៀតណាសេនាឆាប់នាំនាងទៅដាក់ទោសទៅ ព្រះអង្គខ្ញុំមិនចាស់រៀងហើយកុំធ្វើបាបខ្ញុំមិនចាស់អី ព្រះអង្គគឺធ្វើបាបបងស្រីអីនេះជាកំហុសរបស់ខ្ញុំម្ចាស់ទេ ទោះបីជាយ៉ាងណានាងហ៊ានល្មើសនាំយកប៉ាងកិយាចេញពីព្រះរាជដំណាក់សេនាឯងណាយកនាងទៅដាក់ទោសដោយវេចំនួន100រំពាត់ទៅ ព្រះអង្គខ្ញុំមិនចាស់រៀងហើយព្រះអង្គ ចំណែកនាងទៅព្រះរាជដំណាក់ជាមួយយើង ចាអេបងប្អូននេះហើយគឺជាស្ករណូណូស្ករណូណូគឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនសេញហ៊ូតហ្វាហ្វាហ្វូតមានរសជាតិឈ្ងុយឆ្ងាញ់ បងប្អូនស្ករណូណូហាច់ភ្លាមបឺតភ្លាមមិនពិបាកដំដូចមុនឡើយឆ្ងាញ់ ចង់ដឹងថាស្ករណូណូឆ្ងាញ់ដល់កម្រិតណាអត់តោះទិញញ៉ាំទាំងអស់គ្នា ព្រោះថាស្ករណូណូមានលក់នៅលើទីផ្សារបងប្អូនក៏ប៉ុន្តែបងប្អូនត្រូវចំណាំស្ករណូណូត្រូវតែមានអក្សរអង់គ្លេសថា no